េត្តកណ្ដាលបានប្រារព្ធខួបលើកទី76ទិវាកុមារអន្តរជាតិ1មិថុនាឆ្នាំ2025ក្រោមប្រធានបទការបញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់គឺជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាពដែលពិធីនេះបានប្រារព្ធធ្វើឡើងនៅថ្ងៃទី30ខែឧសភាឆ្នាំ2025ថ្លែងក្នុងឱកាសអបអរសាទរខួបលើកទី76ទិវាកុមារអន្តរជាតិ1មិថុនាឆ្នាំ2025ក្រោមប្រធានបទការបញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់គឺជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាពពិតជាមានសារៈសំខាន់ក្នុងការបញ្ឈប់អំពើហិង្សាលើកុមារបង្កើនការការពារជំរុញការបណ្ដុះបណ្ដាលគ្រូបង្រៀននិងមន្ត្រីពាក់ព័ន្ធចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់សហគមន៍មាតាបិតាអាណាព្យាបាលសិស្សឯកឧត្តមអភិបាលរងខេត្តបានគូសបញ្ជាក់ថាដើម្បីរំលឹកដល់មហាវិនាសកម្មដែលបង្កឡើងដោយរបបប្រល័យពូជសាសន៍ប៉ុល ពត ដែលក្នុងនោះកុមារត្រូវបានបំបិទសិទ្ធិសេរីភាពទាំងស្រុងហើយទទួលរងនឹងការកាប់សម្លាប់ការធ្វើទារុណកម្មការបង្ខំឲ្យធ្វើការជាទម្ងន់ការបង្អត់អាហារនិងការរស់នៅយ៉ាងលំបាកវេទនាក្រោយពីថ្ងៃរំដោះ7មករា1979សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋសិទ្ធិកុមារត្រូវបានការពារនិងលើកដំកើងដោយមានចែងយ៉ាងច្បាស់លាស់នៅក្នុងរដ្ឋធម្មនុញ្ញលោកជ័យសំអ៊ុលប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកណ្ដាលបានឲ្យដឹងថាមន្ទីរអប់រំខេត្តកណ្ដាលបង្កើតបានក្រុមប្រឹក្សាកុមារកម្ពុជាដែលមានគណៈកម្មាធិការប្រតិបត្តិក្រុមប្រឹក្សាកុមារកម្ពុជាចំនួន512ក្រុមនៅតាមសាលាបឋមសិក្សាអនុវិទ្យាល័យនិងវិទ្យាល័យមួយចំនួនបានរៀបចំសាខាចំនួន3762នាក់អនុសាខាចំនួន16321នាក់សរុបសមាជិកកុមារចំនួន116,399នាក់ក្នុងនោះស្រីចំនួន59,137នាក់ដោយឡែកចំពោះសាលាបឋមសិក្សាស្ម័គ្រចិត្តចូលជាសមាជិកកាយរដ្ឋខេត្តកណ្ដាលក្នុងនោះរៀបចំបានកាយរដ្ឋប្អូនតាមកងឯកភាពសរុបចំនួន20កងស្មើនឹង52ល្បាតមានសមាជិកកាយរដ្ឋប្អូនសរុប349នាក់ក្នុងនោះស្រី168នាក់